Okay ขณะที่យើងចាប់ផ្ដើមរៀនអំពី modal verb and modal equivalent modal verb ហើយនឹង modal equivalent វេយ្យាករណ៍ទាំងពីរនេះមានន័យថា modal verb ហើយនឹង modal equivalent វាពាក់ព័ន្ធជាមួយគ្នាពាក់ព័ន្ធជាមួយគ្នា modal verb មិនអាចបំបីបានទាំងអស់ទេដូច្នេះពួកវាត្រូវការ modal equivalent មកជំនួសវិញឥឡូវចាប់តាមមើល modal verb versus modal equivalent យល់ណា can យើងបំបីបានទៅ cool mass យើងបំបីបានទេ suit បំបីមិនបានទេ may បំបីបានទៅ may can បំបីបានទៅ cool will បំបីបានទៅ would ក៏ប៉ុន្តែសូមមកបំបីបានទេអត់ទេ suit បំបីបានទេអត់ទេអញ្ចឹងមកគេប្រាប់ថា modal verb នេះมันអាចបំបីបានទាំងអស់ទេដូច្នេះពួកវាត្រូវការ modal equivalent មកជំនួសវិញតោះឥឡូវចាប់ដើមមើល can វាគឺជា modal verb ទៅ modal equivalent របស់វាគឺ be able to must ទៅ have to should ទៅ ought to may can ទៅ be allowed to will ទៅ be going to can អាច be able to ក៏អាច must ត្រូវតែ have to ត្រូវតែ should គួរតែ ought to គួរតែ may អាច can អាច be allowed to គេบอกថាម៉េចត្រូវបានអនុញ្ញាតឲ្យត្រូវបានអនុញ្ញាតឲ្យអនុញ្ញាតអនុញ្ញាតឲ្យប្រហែលណា may can may អាច can អាចដល់យើងធ្វើទៅជា modal equivalent be able to be no be allowed to be allowed to យើងមកថាត្រូវបានអនុញ្ញាតឲ្យអញ្ចឹងថ្ងៃនេះយើងដឹងអំពី modal verb ហើយនឹង modal equivalent អញ្ចឹងលក្ខណៈប្រើប្រាស់របស់វា modal verb នោះគឺជាគេសត្វជំនួយឬក៏វាជា special verb យើងហៅថា special verb ក៏បានដែរព្រោះប្រយោគណាមួយកាលណាមាន modal verb យើងចង់ធ្វើប្រយោគនោះទៅជាប្រយោគសំណួរយើងគ្រាន់តែលើកវាដាក់ពីមុខប្រយោគជាការស្រ័យអូខេឥឡូវយើងចាប់តាមមើលឧទាហរណ៍របស់វាឥឡូវយើងដឹងហើយណា modal verb ហើយនឹង modal equivalent អញ្ចឹងយើងត្រូវចាំថា be able to have to ought to be allowed to be going to អស់ហ្នឹងគេឲ្យឈ្មោះវាជា modal equivalent អូខេតោះឥឡូវចាប់តាមមើលឧទាហរណ៍របស់វាឧទាហរណ៍ modal verb ហើយនឹង equivalent តោះឧទាហរណ៍ A ability ដូចគ្នាសមត្ថភាពឥឡូវ modal verb can modal verb ឃើញទេ can modal verb I can swim ខ្ញុំអាចហែលទឹកបានគេចង់និយាយពីអីគេចង់និយាយពីសមត្ថភាពតោះឥឡូវយើងធ្វើ equivalent មើល equivalent can ទៅអី can ទៅ be able to ឃើញទេបាទ I am able to swim ខ្ញុំអាចហែលទឹកបានបញ្ជាក់ពី ability យើងមក obligation គឺបរិការបង្ខំឬក៏គ្មានតែបាទឥឡូវចាប់ដល់មកដល់លើ I must go now ខ្ញុំត្រូវទៅឥឡូវនេះដល់ទៅ equivalent មកទៅអី have to នេះឃើញទៅ have to មក I have to go now ខ្ញុំត្រូវតែទៅឥឡូវនេះអញ្ចឹងយើងឃើញហើយយើងឃើញ modal equivalent ឃើញច្បាស់ហើយរបៀបប្រើប្រាស់របស់វាបាទ modal can ទៅ equivalent can ទៅជា I ទៅជា be able to must modal ទៅជា equivalent have to អញ្ចឹងថ្ងៃនេះយើងរៀនអំពីមេរៀន modal verb ហើយនឹង modal equivalent Thank you very much for watching my video. Thank you very much.